Chà,សម្រាប់ថ្ងៃនេះផងដែរគឺមានកង្កែបចាកង្កែបនឹងធ្វើអីអ្នកនរគ្នាដឹងអត់ចាចាំតាមដានទាំងអស់គ្នាចានេះមានបន្លែមានអីចឹងទៅណាអ្នកនរគ្នាបន្លែថ្ងៃនេះគឺខ្ញុំដាក់បន្លែ3មុខចាហើយគ្រឿងផ្សំវានៅខាងក្រោមអូខេចាកង្កែបស៊ីឈ័នបានមកដល់ហើយទឹកខាប់រសជាតិចាស្រាលបែបស្រអែមស្រទន់ចាស្រអែមស្រទន់គឺមានន័យថាគឺឆ្ងាញ់មិនដិតខ្លាំងរសជាតិបែបទឹកស៊ុបបែបទឹកដូងចាគឺរសជាតិស៊ីឈ័នពិតចាស៊ីឈ័នគ្រឿងគ្រប់មុខចាជាមួយនឹងបច្ចេកទេសតិចតួចចាខ្ញុំអត់សូវពូកែធ្វើទេអ្នកគ្នាបើថាធ្វើមកញ៉ាំជុំគ្រួសារខ្លួនឯងបានអីអញ្ចឹងណាបើថាធ្វើច្រើនខ្លាំងជាងហ្នឹងមិនសូវជាប្រកែធ្វើប្រហែលទេអ្នកគ្នាអើយចាតោះទាំងអស់គ្នាចាប់ផ្ដើម